ชีวิตมนุษย์យើងមិនមែនកើតមកស្រួលគ្រប់គ្នាទេអ្នកខ្លះរស់នៅក្រោមកម្ដៅថ្ងៃដើម្បីឲ្យមនុស្សដែលខ្លួនស្រឡាញ់រស់ស្រួលរៀងរាល់ព្រឹកខ្ញុំភ្ញាក់ពីព្រលឹមយកញញូកាន់ដែកដើរចេញពីផ្ទះខោឲ្យជាប់ធូលីដៃជាប់ផ្សែងភ្លើងតែចិត្តនៅតែស៊ូព្រោះមានអ្នកចាំខ្ញុំថ្ងៃខ្លះហត់ដល់ថ្នាក់និយាយមិនចេញញើសហូរជ្រាបខ្នងក្រោមកម្ដៅថ្ងៃខ្លះហត់ដល់ថ្នាក់និយាយមិនចេញញើសហូរជ្រាបខ្នងក្រោមកម្ដៅថ្ងៃមើលដៃខ្លួនឯងរឹងក្រិនប៉ុន្មានក៏នៅតែញញឹមថាមិនអីទេខ្ញុំមិនមែនជាបុរសមានឡានថ្លៃមិនមែនជាមនុស្សសង្ហាដូចគេខ្ញុំគ្រាន់តែជាងអ៊ីណុកធម្មតាដែលយកកម្លាំងកាយដូរអនាគតខ្ញុំជាជាងអ៊ីណុកមិនមែនអ្នកមានគ្រាតែវាចង់ជីវិតល្អឲ្យមនុស្សក្នុងផ្ទះពេលខ្លះខ្ញុំហត់រហូតចង់ស្រក់ទឹកភ្នែកតែខ្ញុំមិនហ៊ានឈប់ព្រោះខ្លាចគេអត់សង្ឃឹមជីវិតជាងអ៊ីណុកមិនសូវមានអ្នកយល់ញញើមុខគេយំតែពេលនៅអ្នកឯងសំលេងម៉ាស៊ីនកាត់ដៃលាន់រាល់ថ្ងៃបាំងសំលេងចិត្តដែលចង់ត្អូញត្អែមុខខ្មៅដែលផ្សែងដៃឈឺដោយការងារតែខ្ញុំមិនហ៊ានប្រាប់ថាខ្ញុំអស់កម្លាំងមិត្តភក្តិខ្លាំងគេមានការងារល្អគេពាក់អាវស្អាតអង្គុយក្នុងម៉ាស៊ីនត្រជាក់ខ្ញុំឈរនៅក្រោមថ្ងៃនឹងធូលីដែកតែខ្ញុំមិនខ្មាស់ទេព្រោះខ្ញុំរកលុយសុចរិតបើថ្ងៃណាមួយខ្ញុំមានត្រឹមបាយមួយចានខ្ញុំក៏ចង់ឲ្យម្ដាយបានញ៉ាំឆ្អែតមុនបើក្តីស្រមៃខ្ញុំត្រូវបាយដៃហូរឈាមខ្ញុំក៏ព្រមដើម្បីមនុស្សដែលខ្ញុំស្រឡាញ់យប់ខ្លះខ្ញុំកេងមិនលក់គិតថាជីវិតនេះនឹងទៅដល់ណាខ្លាចថ្ងៃមុខគ្មានអ្វីសល់ក្រៅពីរាងកាយដែលហត់នឿយតែពេលនឹកឃើញមុខអ្នកផ្ទះខ្ញុំក៏ស្ទើរតែមានកម្លាំងវិញពិភពលោកមើលងាយខ្ញុំនឹងស៊ូរហូតដល់ថ្ងៃមានពន្លឺខ្ញុំជាជាងអ៊ីណុកមិនមែនអ្នកល្អឥតខ្ចោះតែខ្ញុំមិនធ្លាប់រត់ចោលក្រោយនឹងរស់ស្រួលបើថ្ងៃណាមួយខ្ញុំបានសម្រាប់បេះដូងខ្ញុំសង្ឃឹមថាមនុស្សខាងក្រៅនឹងរស់ស្រួលជាជាងអ៊ីណុកទូក្តីស្រឡាញ់ធំជាងភាពនឿយហត់ទូខ្ញុំគ្រាន់តែជាជាងអ៊ីណុកក៏ខ្ញុំមានបេះដូងដូចមនុស្សគ្រប់គ្នា